ប្រកាសណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់សូមគោរពលោកពូលោកមីងអ៊ំបងប្រុសបងស្រីទាំងអស់ដែលជាប្រតិភូដែលបានអញ្ជើញមកពីរាជធានីភ្នំពេញនិងបណ្ដាខេត្តជាទីគោរពរាប់អានខ្ញុំប្រកាសណាខ្ញុំវរៈស្នេហ៍ឯកស្រីសំមេបញ្ជាការរងកងពលតូចថ្មើរជើងលេខ21រួមជាមួយនឹងនាយទាហានពលទាហានអញ្ចឹងនាយទាហានពលទាហានគឺមិនហ៊ានយកមកច្រើនទទួលប្រតិភូទេហើយខ្លាចមានសភាពការអ្វីកើតឡើងតំណាងឲ្យឯកឧត្តមសេនីយ៍តូអិនស៊ីដារ៉ាមេបញ្ជាការកងពលខ្ញុំប្រកាសណាខ្ញុំសូមសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយទឹកចិត្តរំភើបរីករាយក្រៃលែងដោយបានការនិមន្តនិងអញ្ជើញមកដល់ព្រះតេជគុណលោកអ៊ំពូមីងបងប្រុសបងស្រីមកពីរាជធានីភ្នំពេញនិងបណ្ដាខេត្តដើម្បីសាកសួរសុខទុក្ខនិងនាំយកនៅអំណោយគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ជាច្រើនរួមទាំងមកឧបត្ថម្ភដល់វីរៈកងទ័ពនៅក្នុងអង្គភាពកងពលខ្ញុំបកណាខ្ញុំនាពេលនេះដែលកំពុងបំពេញភារកិច្ចការពារទឹកដីលើសមរភូមិជួរមុខទិសទី3ក្នុងទឹកដីខេត្តឧត្តរមានជ័យអញ្ចឹងគឺខ្ញុំបកណាខ្ញុំគឺសូមជម្រាបជូនដោយសង្ខេបនៅព្រឹត្តិការណ៍ចាប់ពីថ្ងៃទី8ដល់ថ្ងៃទី27ឆ្នាំ2025កន្លងទៅគឺថាអង្គភាពកងពលតូចថ្មើរជើងលេខ21របស់កណាខ្ញុំគឺថាបានពង្រាយកម្លាំងចាប់ពីប្រាសាទតាមាន់ធំរហូតមកដល់ប្រាសាទតាក្បីប្រាសាទខ្នាព្រមទាំងលើភ្នំថ្មដូនភ្នំអូទឹកចោលភ្នំរលុះធំគឺនឹងជាច្រើនទៀតដែលខ្ញុំបកណាខ្ញុំមិនអាចរៀបរាប់អស់បានអញ្ចឹងគឺកម្លាំងរបស់កងពលតូចថ្មើរជើងលេខ21របស់កណានេះគឺមានចំនួន848នាក់ដែលមកបំពេញបេសកកម្មនៅជួរមុខចាប់ពីថ្ងៃទី4ខែមិថុនារហូតមកដល់ពេលនេះអញ្ចឹងមានរយៈពេល7ខែជាងហើយនេះគឺសូមជម្រាបជូនដោយខ្លីប៉ុណ្នេះហើយចំពោះព្រឹត្តិការណ៍ដែលកើតឡើងនៅចាប់ពីថ្ងៃទី8មកនេះអញ្ចឹងគឺគ្រប់មុខព្រួញទាំងអស់គឺបានទ្រូលនៅសភាពការដែលសត្រូវដណ្ដើមយកទឹកដីរបស់យើងអញ្ចឹងគឺថាយើងសពថ្ងៃគឺថាប្រើប្រាស់នៅអាវុធគឺថាមិនដល់ខ្មាំងទេអានឹងគឺសូមជម្រាបជូនដល់បដិជគុណគ្រប់អង្គព្រមទាំងបងប្រុសបងស្រីទាំងអស់អញ្ចឹងគឺថាក្នុងរយៈកាលកន្លងមកនេះគឺខ្មាំងបានប្រើអាវុធគាំទ្រគ្រប់ប្រភេទតាំងពីអាតូចរហូតដល់យន្តហោះដ្រូនអញ្ចឹងគឺកម្លាំងរបស់កណានេះគឺបានទប់ទល់រយៈពេលចាប់ពីថ្ងៃទី8រហូតដល់ថ្ងៃទី17ដោយសារកម្លាំងរបស់វានឹងដ្រូនយន្តហោះហ្នឹងគឺវាទម្លាក់ហើយនឹងបាញ់សន្ធាប់មកលើកម្លាំងយើងខ្លាំងពេកបាទនេះគឺសូមជម្រាបជូនដល់ពេលនេះគឺយើងមិនអាចដែលថានៅបានអញ្ចឹងគឺសូមបត់បញ្ជារបស់ថ្នាក់ដឹកនាំគឺកែសម្រួលរូបភាពនៅជួរមុខដើម្បីគេចផុតពីយន្តហោះនិងដ្រូនរបស់ពួកវាអញ្ចឹងយើងចុះមកនៅតាមចម្រាក់ភ្នំពូននៅតាមកលុកថ្មនៅពេលដែលយន្តហោះទម្លាក់ក្របបែកហើយនឹងដ្រូនបាញ់នេះគឺចំពោះបញ្ហា
dương tru sập hiệp ca tái cầm lăng dương nơi đại to su đâu có đánh to su đâu có đánh chẳng cái tha là hốt mà đo ngay ti mà phây bầm pơ khai đọc pi nó cứ dương ban cho mà đo trường phùng mà cho mà đo trường phùngនេះគឺសូមប្រគេននិងជម្រាបជូនដល់បងប្រុសបងស្រីនិងប្តីកូនគ្រប់ព្រះអង្គហើយរយៈពេល20ថ្ងៃនេះគឺខ្ញុំកណាសូមជម្រាបជូនថាកម្លាំងដែលបានខូចខាតបាត់បង់នោះគឺពលីចំនួន7នាក់ហើយយើងយកសពពេលភ្លាមនោះបានតែ2នាក់ទេនៅសល់5នាក់អញ្ចឹងគឺក្រោយពេលបត់ឈប់បាញ់ហ្នឹងគឺយើងឡើងទៅយកទាំងយប់សែងសពនឹងចុះពីលើភ្នំមកបាន2នាក់ទៀតអញ្ចឹងគឺយកមកបូជានឹងយកឆ្អឹងហ្នឹងគឺទៅឲ្យក្រុមគ្រួសារគេនៅខាងក្រោយហើយចំណែកនៅសល់សពបច្ចុប្បន្ននេះគឺនៅសល់3នាក់ទៀតអញ្ចឹង2នាក់នៅផ្សារតាកបីម្នាក់នៅលើភ្នំខ្នាអញ្ចឹងកន្លែងដែលយើងឡើងទៅយកមិនបានហ្នឹងគឺដោយសារតាហ៊ានថៃហ្នឹងវាគ្រប់គ្រងកន្លែងសពហ្នឹងគ្រប់គ្រងនៅកន្លែងសពហ្នឹងហើយចាប់ពីបត់ឈប់បាញ់មកសកម្មភាពរបស់ពួកវាតាមការស៊ើបអង្កេតរបស់កម្លាំងរបស់កណានេះគឺនៅជួរមុខផ្ទាល់ហ្នឹងគឺជារៀងរាល់ថ្ងៃវាយក excavator មកកាយធ្វើលែនដ្ឋានធ្វើផ្លូវហើយយប់មិញនេះគឺវាកំតិចចណ្ដើនៅយើងធ្វើឡើងទៅលើអាណែភ្នំខ្នាហ្នឹងទៅប្រាសាទខ្នាហ្នឹងគឺវាកំតិចដុតចោលយប់មិញអញ្ចឹងគឺវាធ្វើនេះគឺវាធ្វើដើម្បីកុំឲ្យថាបំបត្តិផោះតាងនៅស្នាដៃរបស់យើងហើយចំណុចមួយទៀតគឺវាបាញ់ភ្លើងបាញ់ធ្លូកណាមិនដឹងថាភ្លើងហ្នឹងភ្លើងស្អីទេប្រហែលជាបាញ់រាល់យប់ហ្នឹងគឺសម្រាប់ត្រួតពិនិត្យកម្លាំងរបស់យើងហ្នឹងថាខ្លាចយើងឡើងចូលទៅវាយវាអីយ៉ាងដូចនេះនេះគឺសូមបញ្ជាក់ជូនដូចនេះហើយចំពោះការរបួសកន្លងទៅហ្នឹងវាមានរហូតទៅដល់42នាក់គឺរបួសធ្ងន់នោះគឺចំនួន27របួសស្រាលនោះគឺ15ហើយរងនៅការផ្សែងពុលនោះ28នាក់ហើយមកទល់ពេលនេះបាត់ខ្លួនមិនទាន់រកឃើញគឺនៅ2នាក់ទៀតសិតតែថ្នាក់នាយទាហានជាន់ខ្ពស់អញ្ចឹងនៅការប្រយុទ្ធរបស់យើងនៅក្នុងរយៈពេល20ថ្ងៃនេះគឺធ្វើឲ្យកងកម្លាំងរបស់កងពលរបស់ខ្ញុំបកណាខ្ញុំហ្នឹងគឺដូចបានជំរាបនឹងប្រគេនជូនបាញ់មិញហ្នឹងហើយការខូចខាតរបួសហ្នឹងរហូតដល់ថ្នាក់មេបញ្ជាការរងកងពលស្មើឋានៈស្មើនឹងខ្ញុំកណាហើយខ្លះហ្នឹងក៏បាក់ជើងទៅដេកពេទ្យនៅរាជធានីភ្នំពេញមិនទាន់បានចេញអីទេសប្តាហ៍ថ្ងៃនេះគឺនៅពេទ្យហើយនៅពេលយប់គឺជួបការលំបាកក្នុងការដឹកជញ្ជូនស្បៀងគ្រាប់ឲ្យទៅខាងខ្សែត្រៀមខាងមុខគឺជួបការលំបាកខ្លាំងមែនទែនដោយសារវានៅពីលើយើងនៅក្រោមហើយកាលណាយើងដើរទៅចំវាលហ្នឹងតើយើងពួនកិច្ចអញ្ចឹងក៏ថាបើដើរនៅក្តារវាហ្នឹងគឺត្រូវរបស់វាបាញ់ហើយនេះគឺសូមជម្រាបនឹងហើយមកដល់ពេលនេះគឺកងពលបានទទួលបទបញ្ជានិងផែនការពីថ្នាក់ដឹកនាំគឺឲ្យកម្លាំងខ្ញុំកណាហ្នឹងគឺដាក់ខ្សែត្រៀមចេញពីវត្តអូទឹកចោលរហូតទៅដល់ជិតទៅដល់ផ្អុំអញ្ចឹងវាមានប្រវែងជិត10គីឡូម៉ែត្រជាង10គីឡូម៉ែត្រក្នុងរបស់កងពលខ្ញុំកណានេះ
បច្ចុប្បន្ននេះគឺសកម្មភាពរបស់កងទ័ពកំពុងតែប្រយុទ្ធធ្វើលែនដ្ឋាននៅធ្វើលែនដ្ឋានដើម្បីការពារខ្លួននិងត្រៀមពេលនៅពេលដែលខ្មាំងសត្រូវនឹងវាយឬថាវាយជុំទី3ទៀតនឹងគឺកំពុងតែសម្រុកធ្វើលែនដ្ឋានហើយពេលនេះបានប្រសង់លោកពូលោកមីងអ៊ំបងប្រុសអ៊ំស្រីដែលកម្លាំងខ្ញុំកំពុងតែត្រូវការគឺដូចជាមានតាំងមានទឹកមានគ្រឿងម្ហូបអាហារនេះគឺចំពេលនេះគឺកម្លាំងកណាគឺថាមានការត្រេកអរយ៉ាងខ្លាំងបំផុតចំពោះតីយទានក៏ដូចជាសម្ភារៈដែលបានយកមកជូននេះហើយបច្ចុប្បន្ននេះកន្លែងខ្លះនៅនឹងក៏មានក្តារវាលអញ្ចឹងក្តៅពេលថ្ងៃហ្នឹងគឺនាំគ្នាទៅជ្រោកនៅព្រៃម្ដុំទៅថាការរៀបរាប់របស់កណាហ្នឹងគឺមានច្រើនទៀតពិបាកវេទនាខ្លាំងមែនតើណាវាមិនស្រួលដូចយើងនៅផ្ទះទេហ្នឹងគឺសូមប្រគេននឹងជម្រាបជូនអញ្ចឹងនេះចំពោះសភាពការនិងសកម្មភាពក្នុងរយៈពេលកន្លងមកគឺមានច្រើនណាស់ដែលខ្ញុំកណារៀបរាប់មិនអស់នៅពេលនេះអញ្ចឹងគឺបន្ទាប់មកកន្លងទៅកងពលក៏បានការជួយឧបត្ថម្ភពីសប្បុរសជនជាបន្តបន្ទាប់ពិសេសកងពលក៏ធ្លាប់បានទទួលនៅការឧបត្ថម្ភពីព្រះដេចគុណលោកអ៊ំលោកពូមីងបងប្រុសបងស្រីហើយបច្ចុប្បន្ននេះក៏បានបន្តទទួលនៅការឧបត្ថម្ភបន្តទៀតនេះហើយគឺជាស្មារតីស្នេហាជាតិនិយមជាមហាគ្រួសារខ្មែរតែមួយទោះបីព្រះអង្គពូមីងបងប្រុសបងស្រីនៅសមរភូមិក្រោយក្តីក៏ពិតមែនប៉ុន្តែទឹកចិត្តស្មារតីបានចូលរួមចំណែកក្នុងកិច្ចការពារទឹកដីនៃមាតុភូមិរបស់យើងការឧបត្ថម្ភស្បៀងអាហារសម្ភារៈថវិកានេះគឺជាសក្ខីភាពជាក់ស្ដែងក្នុងពេលចោលប្លន់ទឹកដីយើងដែលដូនតាបានបន្សល់ទុកឲ្យកូនចៅយើងតជំនាន់រហូតមកដល់ពេលនេះដូច្នេះគឺយើងត្រូវតែពុះពៀខិតខំជួយគ្នាឲ្យបានទាន់ពេលវេលាហេតុដូចនេះហើយសមរភូមិក្រោយមិនអាចនៅស្ងៀមតែងតែគិតគូរខ្នះខ្នែងជានិច្ចដល់សមរភូមិមុខព្រោះថាសេចក្តីតម្រូវការរបស់កងទ័ពនៅតែជាក្តីរំពឹងពីសប្បុរសជនពីព្រះអង្គគ្រប់អង្គនៅទូទាំងប្រទេសហើយជាក់ស្ដែងគឺនៅពេលនេះគឺបានបដិជគុណមកចូលរួមឧបត្ថម្ភនៅតីយទានជាច្រើនហើយចំពោះមុខខ្ញុំបកណាខ្ញុំបាទសូមបន្តនៅការឧបត្ថម្ភមួយគឺសូមយានជំនិះដើម្បីនៅពេលដែលសភាពការខ្លាំងយើងមិនអាចទៅបានយកឡានទៅបានគឺសូមម៉ូតូតែម្ដងអញ្ចឹងគឺដើម្បីដឹកយកទៅឲ្យខ្សែត្រៀមខាងមុខគឺបន្តដោយសូមគ្រឿងម៉ូតូមួយគ្រឿងហើយនឹងបន្តសូមតាមសន្តានចិត្តដូចជាត្រីងៀតត្រីឆ្អើរទឹកត្រីទឹកស៊ីអ៊ីវប៊ីចេងខ្ទឹមមើមខ្ទឹមស្ករសអំបិលឡាក់នឹងគឺទៅតាមសន្តានចិត្តពេលក្រោយដូចជានៅក្នុងពេលនេះគឺចំគឺថាពេលដែលបងប្អូនកងទ័ពយើងនៅជួរមុខកំពុងតែគាត់ចង់បានខ្វះខាតនៅរាល់សម្ភារៈទាំងអស់នេះគឺសូមជម្រាបនឹងប្រគេនជូនហើយជាថ្មីម្ដងទៀតខ្ញុំបកណាខ្ញុំសូមសម្ដែងអំណរប្រគុណនិងអរគុណជាអនេកកប្បការបំផុតដែលប្រតិភូបាននាំយកនៅអំណោយយ៉ាងច្រើនរួមទាំងថវិកាដល់វីរៈកងទ័ពនៅក្នុងពេលនេះនៅទីបញ្ចប់ខ្ញុំបកណាខ្ញុំបាទសូមលើកម្រាមដៃ10ឡើងបួងសួង
ដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកនិងម្ចាស់ទឹកម្ចាស់ដីថែរក្សានៅទីនេះសូមជួយតាមថែរក្សាព្រះរាជគុណគ្រប់ព្រះអង្គនិងបងប្រុសបងស្រីទាំងអស់សូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងទទួលបាននៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀតឡើយសូមអរព្រះគុណសូមអរគុណសាធុ ឲ្យខ្ញុំគាត់មានប្រសាសន៍តិចប្រសាសន៍តើតើ